លើតែគេនិយាយអំពីចក្រវាល universe ច្បាប់ស្របទាញនិយាយអំពី law of attraction និយាយអំពីច្បាប់នៃចក្រវាលជំនឿផ្សេងតើលោកអ្នកដឹងថាវាគឺជាអ្វីដែរឬទេឬក៏អ្នកទាំងអស់គ្នាធ្លាប់បានទទួលដឹងខ្លះហើយពីការចែករំលែករបស់បុគ្គលល្បីៗមួយចំនួនធំនៅលើពិភពលោកដែលយើងអាចសឹងតែអាចនិយាយបានថាមនុស្សដែលជោគជ័យធំហ្នឹងសឹងតែ7នាក់ក្នុងចំណោម10នាក់ឯងដែលគាត់បានលើកឡើងអំពីច្បាប់នៃចក្រវាលនេះផងដែរធ្លាប់មានអារម្មណ៍អត់ថាពេលខ្លះហាក់បីដូចជាមានណាគេទេកំពុងតែនិយាយជាមួយយើងនៅក្នុងខ្លួនឯងយើងនេះកំពុងតែចរចាគ្នាឧទាហរណ៍ចង់សម្រាប់ធ្វើអីមួយអញ្ចឹងយើងពេលខ្លះក៏រារែកពេលខ្លះទៅក៏ហ៊ានពេលខ្លះទៅក៏ហាក់បីដូចជាយើងកំពុងតែនិយាយជាមួយមនុស្សពីរអ្នកផ្សេងទៀតនៅក្នុងខួរក្បាលរបស់យើងអញ្ចឹងហើយនេះឯងគឺជាការដែលចក្រវាលកំពុងតែផ្ញើសារមកកាន់យើងប៉ុន្តែយើងអត់ដឹងថាធ្វើមិនទៅអាចឆ្លើយតបជាមួយនឹងគាត់បានទេមែនអត់សូមគិតមើលថាប្រសិនបើអ្នកអាចនិយាយជាមួយចក្រវាលបានហើយវាផ្ដល់ឲ្យអ្នកនៅអ្វីដែលអ្នកប៉ងប្រាថ្នាយ៉ាងជាក់ស្ដែងយ៉ាងពិតប្រាកដសេចក្តីសុខសេចក្តីស្រឡាញ់ភាពជោគជ័យនិងទ្រព្យសម្បត្តិថ្ងៃនេះយើងនឹងចូលទៅសិក្សានៅសៀវភៅមួយក្បាលទៀតដែលមានចំណងជើងថា How to talk to the universeដែលនិពន្ធឡើងដោយលោក Steve Jobs សៀវភៅមួយក្បាលនេះគឺបង្ហាញអំពីអាចកំបាំងនៃការទំនាក់ទំនងខាងផ្លូវវិញ្ញាណក៏ដូចជាខាងរូបវ័ន្តផងដែរត្រៀមខ្លួនឲ្យហើយពីព្រោះនេះគឺជាការដោះនៅកូនសោចំនួន8ប្រការដែលអាចផ្លាស់ប្ដូរនៅទស្សនៈជីវិតរបស់អ្នកទាំងស្រុងបានយើងអាចហៅបានថាសៀវភៅនេះជាលក្ខណៈបែបសៀវភៅដែលជំនឿហើយការជឿនេះគឺមិនប្រកាន់ទៅលើសាសនាណាមួយនោះទេគ្រប់សាសនាទាំងអស់គឺតែងតែអប់រំមនុស្សឲ្យមានការជឿជាក់ទៅលើ God ទៅលើ Buddha ទៅលើព្រះពុទ្ធទៅលើព្រះរបស់ខ្លួនដែលខ្លួនប្រកាន់ភ្ជាប់នីមួយដូច្នេះហើយច្បាប់នៃចក្រវាលនេះគឺជាច្បាប់មួយដែលធ្វើការជាលក្ខណៈរួមជាលក្ខណៈសកលជាលក្ខណៈថាព្រះមួយរួមគ្នារបស់ពិភពលោករបស់ប្រជាជនរបស់មនុស្សទាំងឡាយដែលរស់នៅលើភពផែនដីនេះផងដែរកុំឲ្យខាតពេលវេលាយូរយើងនឹងចូលទៅកាន់ចំណុចទី1តើចក្រវាលតែងតែស្ដាប់នៅអ្វីដែលយើងបានគិតលោក Steve Jobs ចាប់ផ្ដើមដោយការរំពឹងដ៏មានអានុភាពចក្រវាលដូចជាកញ្ចក់មួយវាឆ្លោះនឹងតបនៅអ្វីដែលអ្នកគិតអ្វីដែលអ្នកមានអារម្មណ៍និងអ្វីដែលអ្នកនិយាយចេញក៏ដូចជាអ្វីដែលអ្នកនិយាយជាមួយខ្លួនឯងគ្រប់ពាក្យគ្រប់គំនិតគឺជាធម៌ពលបើអ្នកនិយាយថាខ្ញុំគ្មានសំណាងនោះទេចក្រវាលវានឹងបញ្ជាក់នៅអ្វីទាំងអស់ដែលអ្នកនិយាយនឹងចូលមកកាន់ជីវិតរបស់អ្នកតែបើអ្នកនិយាយថាខ្ញុំនឹងមានពរខ្ញុំនឹងមានការប្រោះព្រំខ្ញុំនឹងមានការជួយដោយព្រះជាម្ចាស់ដោយព្រះពុទ្ធជាម្ចាស់ដោយវត្ថុស័ក្តិសិទ្ធិទាំងឡាយដែលអ្នកជឿអ្នកកំពុងតែចូលទៅដល់កម្រិតនៃព្រៃកង់ដ៏ខ្ពស់ជាងមុនហើយជំហានដំបូងនៅក្នុងការនិយាយជាមួយចក្រវាលគឺយល់ពីពាក្យសម្ដីរបស់អ្នកមានអំណាចនិងវេទមន្តក៏ដូចជា magic ក៏ដូចជាភាពមហស្ចារ្យសម្រាប់ជីវិតរបស់អ្នកចំណុចទី2គឺជាបំណងប្រាថ្នាគឺជាភាសាចក្រវាលហើយខ្ញុំគិតថាមិត្តអ្នកស្ដាប់មួយចំនួនក៏ធ្លាប់បានទទួលដឹងនៅពាក្យថាភាសាចក្រវាលនេះផងដែរយើងចូលទៅមើលថាតើអ្វីទៅជាភាសាចក្រវាលនេះវាមិនគ្រប់គ្រាន់នោះទេប្រសិនបើអ្នកមានតែបំណងមិនច្បាស់លាស់អ្នកត្រូវការនៅបំណងប្រាថ្នាដែលច្បាស់លាស់នឹងមានការផ្ដោតអារម្មណ៍ទៅលើបំណងប្រាថ្នានីមួយៗទៅតាមកម្មនៃចន្ទាដែលអ្នកកំពុងតែព្យាយាមនឹងឡើងគិតថាចក្រវាលវាដូចជា GPS វាដូចជា Google Map វាដូចជាផែនទីនៃការដែលអ្នកចង់ធ្វើដំណើរទៅទីតាំងណាមួយដូច្នេះហើយភាសាចក្រវាលផែនទីផ្នត់គំនិតវាដូចទៅនឹង Google Map ទៅនឹងផែនទីនៃទីតាំងដែលអ្នកចង់ទៅដូចគ្នាបំណងប្រាថ្នាគឺជាអាសយដ្ឋានទីតាំងចំណុចដែលអ្នកចង់នឹងឆ្ពោះទៅកាន់ដូច្នេះហើយបំណងប្រាថ្នារបស់យើងគឺវាពិតជានឹងអាចសម្រេចបានប្រសិនបើយើងមានការដៅឲ្យច្បាស់នៅចំណុចដែលយើងចង់ទៅដល់នៅកម្រិតដែលអ្នកចង់ទៅដល់ហើយពិនិត្យវាជារៀងរាល់ដងជាពិសេសគឺនៅពេលដែលចំណុចមួយដែលដូចទៅនឹងផែនទីយ៉ាងដូចនេះឯងនៅពេលដែលវា alert ប្រាប់យើងថាអ្នកត្រូវតែបត់ស្ដាំបត់ឆ្វេងទាំងនេះហើយគឺជាចំណុចដែលយើងត្រូវធ្វើការផ្ដោតយ៉ាងខ្លាំងទៅលើផែនទីផ្នត់គំនិតរបស់យើងប្រសិនបើអ្នកចង់និយាយថាខ្ញុំចង់មានអ្វីដែលល្អចក្រវាលនឹងមិនដឹងថានោះគឺជាអ្វីដែលល្អនោះទេគាត់មិនដឹងថាអ្វីល្អមិនដឹងថាអ្វីអាក្រក់មិនដឹងថាលុយចំនួន$10 លាន$100 លានវាតិចឬច្រើនជាងចំនួន10000ឬ1000រៀលនោះទេតែបើអ្នកនិយាយថាខ្ញុំចង់បានលុយចំនួន
$10,000 ក្នុងមួយខែ$1,000 ក្នុងមួយខែ$500$100,000ជាដើមតាមរយៈការលក់នៅផលិតផលបម្រើនៅសេវាកម្មធ្វើនៅអ្វីមួយដែលអ្នកកំពុងតែធ្វើនាពេលនេះដែលវាគឺជាឧបករណ៍មួយដែលអាចនាំអ្នកឲ្យទៅកាន់ទីតាំងគោលដៅរបស់អ្នកហើយនៅអ្វីដែលអ្នកកំពុងតែបញ្ចេញសកម្មភាពជារៀងរាល់ថ្ងៃដែលកំពុងតែរកប្រាក់ចំណូលនោះហើយវាប្រៀបបីដូចជាយានជំនិះដែលអ្នកកំពុងជិះយ៉ាងដូចនេះឯងបើយើងមើលមកទៅលើសុខភាពវិញប្រសិនបើអ្នកចង់ធ្វើការសម្រកទម្ងន់ចំនួន10 គីឡូក្រាមផែនទីនៃការឆ្ពោះទៅកាន់ការស្រកគីឡូចំនួន10 គីឡូក្រាមរបស់លោកអ្នកនេះតើលោកអ្នកត្រូវធ្វើអ្វីខ្លះអាចថាទី1ធ្វើការហាត់ប្រាណជារៀងរាល់ថ្ងៃធ្វើការបរិភោគនៅអាហារសុខភាពអាហារដែលមិនមានជាតិខ្លាញ់អាហារដែលពោរពេញទៅដោយប្រូតេអ៊ីននិងពោរពេញទៅដោយបន្លែស្រស់ៗជាដើមឥឡូវនេះយើងចូលទៅកាន់ចំណុចដែលពិសេសធ្វើដូចម្ដេចដើម្បីយើងធ្វើការដឹងឲ្យច្បាស់ថាបំណងប្រាថ្នារបស់យើងនឹងគឺវាជាអ្វីដូច្នេះហើយយើងត្រូវការ3ជំហានទី1គឺយើងត្រូវធ្វើការសរសេរនៅអ្វីដែលយើងចង់បានដាក់នៅលើក្រដាសមួយឬក៏សៀវភៅមួយក្បាលដូចជាអ្នកកំពុងតែសរសេរសម្បត្តិទៅកាន់ចក្រវាលយ៉ាងដូចនេះឯងធ្វើការសរសេរជារៀងរាល់ថ្ងៃសម្រាប់ចំណុចនេះផងដែរលោកអ្នកអាចនឹងរងចាំនៅការបកស្រាយនៅសៀវភៅមួយក្បាលទៀតដែលមានចំណងជើងថា The Magic ដែលខ្ញុំនឹងធ្វើការបកស្រាយនៅ21ថ្ងៃនៃការផ្លាស់ប្ដូរជីវិតរបស់លោកអ្នកទៅតាមសៀវភៅ The Magic ដែលសៀវភៅនេះនឹងបានរៀបរាប់អំពីអ្វីដែលលោកអ្នកអាចនឹងសរសេរអរគុណអ្វីដែលអ្នកទទួលបាននឹងធ្វើការ visualization ធ្វើការអរគុណធ្វើការថ្លែងអំណរគុណរាល់អ្វីៗដែលតូចៗចូលមកកាន់ជីវិតរបស់លោកអ្នកដូច្នេះហើយសូមធ្វើការចុច follow ឲ្យហើយដើម្បីទទួលបាននៅមេរៀនដ៏សំខាន់មួយទៀតដែលតាក់ទងទៅនឹងសៀវភៅ The Magic សម្រាប់ជំហានទី2គឺយើងត្រូវធ្វើការពិនិត្យឲ្យច្បាស់ទៅលើអ្វីដែលយើងបានសរសេរដែលវាជាសបត់មួយដែលយើងសរសេរទៅកាន់ចក្រវាលថាយើងនឹងខ្លាចទៅជា1 2 3 4ដោយតែអ្នកសរសេរហ្នឹងធ្វើការវាស់វែងវាដូចជាចំនួនលុយដែលអ្នកចង់ទទួលបានពេលវេលាណាមួយហើយឬក៏គោលដៅណាមួយនៅក្នុងសុបិនរបស់លោកអ្នកខ្ញុំជឿជាក់ថាគោលដៅរបស់មនុស្សមិនមែនសុទ្ធតែជាលុយនោះទេពេលខ្លះវាគឺជាអ្វីផ្សេងមួយទៀតដែលតាក់ទងទៅនឹងក្តីសុបិនរបស់លោកអ្នកដូចជាទៅលើការអប់រំទៅលើដំណើរកម្សាន្តទៅលើសុខភាពទៅលើជំនាញទៅលើអ្វីផ្សេងទៀតសម្រាប់ជំហានទី3វិញគឺត្រូវធ្វើការភ្ជាប់អារម្មណ៍វិជ្ជមានមិនត្រឹមតែធ្វើការគិតនោះទេតែត្រូវមានអារម្មណ៍ថាអ្នកកំពុងតែទទួលបានវាដូចជាយើងធ្វើការ visualize ធ្វើការនឹកសម័យដូចជាយើងហ្នឹងគឺជាតួអង្គមួយនៅក្នុងរឿងកុនដែលយើងកំពុងមើលអញ្ចឹងយើងធ្វើការសម័យឲ្យឃើញថាយើងកំពុងតែជាអីគេហើយយើងកំពុងតែស្ថិតនៅទីតាំងមួយណាឧទាហរណ៍ថាយើងចង់ទៅលេងប៉ារីសយើងបិទភ្នែកហើយសម័យថាយើងកំពុងតែស្លៀកពាក់យ៉ាងស្រស់ស្អាតតុបតែងខ្លួនយ៉ាងស័ក្តិសមទៅនឹងតួ Eiffel ដែលនៅ background ពីក្រោយខ្នងរបស់យើងនេះគឺវាពិតជាមានរូបភាពយ៉ាងស្រស់ស្អាតហើយសម័យថាតើអ្នកកំពុងតែទៅជាមួយអ្នកណាគេហើយកំពុងតែធ្វើអ្វីនៅទីនោះដូច្នេះហើយធ្វើការសម័យប្រើច្បាប់17វិនាទីដើម្បីធ្វើការសម័យយ៉ាងដិតដាមចូលទៅក្នុងជីនីរបស់អ្នកចូលទៅក្នុងអនុសម្បញ្ញៈ subconscious mind របស់អ្នកដើម្បីឲ្យចក្រវាលធ្វើការជំនួសអ្នកហើយអ្វីដែលអ្នកគួរតែគិតយ៉ាងខ្លាំងបំផុតនោះគឺជឿទៅលើចក្រវាលអ្វីទាំងអស់ដែលធ្ងន់ដែលធំដែលពិបាកគឺចក្រវាលនឹងធ្វើការចាត់ចែងចាប់រៀងឲ្យយើងនៅគ្រប់កលៈទេសៈទាំងអស់ចូលចាំថាបំណងប្រាថ្នាគឺជាភាសាចក្រវាលហើយបើអ្នកចង់ឲ្យចក្រវាលឆ្លើយតបយ៉ាងត្រឹមត្រូវសូមផ្ញើសារឲ្យបានច្បាស់លាស់ឲ្យមានភាពសាមញ្ញនិងពោរពេញទៅដោយអារម្មណ៍វិជ្ជមានយើងអាចធ្វើការព្យាយាមសរសេរជាលក្ខណៈចំណុចត្រេបានហើយកុំធ្វើការសម្រាយមួយឃ្លាដូច្នេះយើងពិបាកនៅក្នុងការចាប់ថាតើចំណុចមួយណាជាចំណុចសំខាន់ចំណុចដែលអ្នកចង់បាននោះធ្វើការសរសេរវាជាលក្ខណៈត្រេហើយបូលទៅលើចំណុចទី3វិញអារម្មណ៍គឺជា frequency អារម្មណ៍ហ្នឹងកន្លែងហ្នឹងគឺជា emotional មិន feeling ណាគឺជា emotional អារម្មណ៍ដែលវាដិតដាមនៅក្នុងបេះដូងរបស់យើងវាមិនមែនជាអ្វីដែលនៅក្នុងខួរក្បាលទេវាជានៅអ្វីដែលនៅក្នុងបេះដូងរបស់យើងអ្នកធ្លាប់អត់ថាពេលខ្លះពេលដែលអ្នកខឹងណាគេខ្លាំងអញ្ចឹងរហូតដល់បេះដូងយើងនឹងមានអារម្មណ៍ថាវាច្បាច់ចេញទឹកភ្នែកចេញឈាមហ្មងហ្នឹងហើយវាគឺជា emotional វាជាជ្រៅជាង feeling របស់យើងយ៉ាងខ្លាំងមែនទែនតែម្ដងនេះគឺជាផ្នែកមួយដែលយើងគួរធ្វើការចាប់អារម្មណ៍វាគឺមានលក្ខណៈជា vibration ជាលក្ខណៈ
រលកដូចទៅនឹងរលកសមុទ្រដូចទៅនឹងរលកនៃចង្វាក់បេះដូងរបស់លោកអ្នកដូចជាការដែលយើងកំពុងតែទាញកាយយិត្តមកមើលនៅលើមេឃតែកំពុងតែមានផ្កាយកំពុងតែមានទេពសយុទ្ធកំពុងធ្លាក់មកយ៉ាងដូចនេះឯងអារម្មណ៍វិជ្ជមាននៅពេលដែលអ្នកមានអារម្មណ៍ថាវិជ្ជមានអ្នកនឹងពោពេញទៅដោយក្តីសុខនៅក្នុងផ្លូវចិត្តរបស់លោកអ្នកពោពេញទៅដោយការដឹងគុណពោពេញទៅដោយក្តីស្រឡាញ់នេះឯងគឺជាសញ្ញាដែលហ្វ្រេកង់របស់លោកអ្នកកំពុងតែមានភាពកើនឡើងកំពុងតែពោពេញស្ដុកស្ដំបរិបូរទៅដោយសេចក្តីសុខទៅដោយសេចក្តីស្រឡាញ់ទៅដោយអ្វីដែលលោកអ្នកកំពុងតែប្រាថ្នាចង់បានហើយអ្វីទៅជាអារម្មណ៍អវិជ្ជមាននោះឯងគឺជាការភ័យខ្លាចការសង្ស័យការដែលយើងនឹងធ្វើឲ្យខ្លួនឯងនឹងហាក់បីដូចជាមានអារម្មណ៍ថាខ្វះខាតទៅលើអ្វីមួយដែលយើងកំពុងតែចង់បានណាឧទាហរណ៍ដូចថាយើងកំពុងតែមានសុខភាពអត់រឹងមាំទេយើងកំពុងតែទន់ខ្សោយដូច្នេះអារម្មណ៍របស់យើងគ្រាន់តែបើកភ្នែកលើកដៃលើកជើងក៏អត់ចង់រួចដែរដូចនេះហើយការដែលយើងប្រើអារម្មណ៍របស់យើងនឹងគឺវាពិតជាសំខាន់យ៉ាងខ្លាំងនេះហើយជាហេតុដែលយើងត្រូវតែរៀននៅក្នុងការផ្លាស់ប្ដូរអារម្មណ៍របស់យើងដើម្បីទាញយកការឆ្លើយតបពីចក្រវាឡទៅតាមអ្វីដែលជាតម្រូវការពិតប្រាកដរបស់យើងសម្រាប់ចំណុចទី4វិញគឺតកតងទៅនឹងអំណាចនៃពាក្យសម្ដីរបស់យើងវាស្តៀងទៅនឹងភាសាចក្រវាឡដូចគ្នាប៉ុន្តែអ្នកនិពន្ធគាត់ហៅចំណុចនេះថាជា magical speech ដែលពាក្យនេះគឺជាពាក្យនៃការដែលយើងនឹងធ្វើការកម្ចាត់នៅហ្វ្រេកង់ដែលអវិជ្ជមានពេលដែលអ្នកនិយាយអះអាងជាជំនឿថាវាមិនត្រឹមត្រូវវាមិនមែនត្រឹមតែនិយាយនោះទេគឺវាជាការបង្កើតវាជាការដែលយើងនឹងត្រូវធ្វើអីស្មុគស្មាញសាំញ៉ាំទាញយកនៅកាតាលីករផ្សេងយកមកធ្វើអំណាចហ្នឹងគឺនេះមិនមែនជា magical speech នោះទេលោកអ្នកប្រកាសជាធ្លាប់មើលនៅរឿង Harry Potter នៅរឿងដែលតាក់ទងទៅនឹងជីនីរឿងអាឡាដាំងរឿងអីផ្សេងអ្វីដែលអ្នកចង់បានគ្រាន់តែកំងជីនីហើយប្រាប់ជីនីឲ្យច្បាស់ថាអ្នកឯងចង់បានអីបើសិនជាយើងប្រាប់អត់ច្បាស់ជីនីក៏ចេញមក blur ដូចគ្នាសៀវភៅនេះគឺណែនាំឲ្យយើងនឹងមាននៅវិធីសាស្ត្រជាប្រចាំថ្ងៃនៃការដែលយើងនឹងនិយាយជាលក្ខណៈវិជ្ជមានសាមដដែលនិយាយអ្វីដែលយើងនឹងចង់បានដូចជាយើងនឹងចង់ខ្លាចជាមហាសេដ្ឋីលុយលានឬក៏ឧទាហរណ៍យើងចង់មាននៅសុខភាពល្អរឹងមាំហើយយើងចង់ខ្លាចទៅជាបុគ្គលដែលល្បីល្បាញបុគ្គលដែលពោពេញទៅដោយចំណេះដឹងឬក៏យើងចង់ប្រែប្រួលនៅអ្វីមួយប្រែប្រួលភាសាហ្នឹងយើងអាចយើងធ្វើទៅកាន់កូនដែលគាត់ដូចថាកូនមួយចំនួនខូចអីចឹងយើងអាចធ្វើការនិយាយអប់រំកូនជាលក្ខណៈថ្នមជាពិសេសគឺនៅពេលដែលកូនហ្នឹងចិត្តកំពុងតែគេងសឹមហ្នឹងបិទភ្នែករកគេហ្នឹងហើយគឺជាពេលវេលាដ៏ពិសេសនៅក្នុងការធ្វើ program កូននៅក្នុងការធ្វើដែលយើងនិយាយសន្ទនាបែបវិជ្ជមានទៅកាន់កូនរបស់យើងឧទាហរណ៍ថាកូនហ្នឹងគាត់លពើគាត់អត់ឆ្លាតអត់ស្ដាប់ប្រកបអត់អីចឹងយើងអាចនិយាយបានថាកូនជាមនុស្សដែលល្អជាមនុស្សសុភាពស្លូតបូតជាមនុស្សដែលពោពេញទៅដោយចំណេះដឹងពោពេញដោយភាពវិជ្ជមានឬក៏អ្វីផ្សេងទៅតាមអ្វីដែលជាគោលបំណងរបស់យើងយ៉ាងពិតប្រាកដហើយធ្វើការនិយាយដោយថ្នមចូលទៅកាន់អនុសម្បញ្ញៈរបស់កូនគឺជាការដែលយើងនឹងប្រូក្រាមកូនប្រើនៅ Magic Speech ទៅកាន់កូនរបស់យើងដែលពាក្យខ្មែរយើងក៏ធ្លាប់និយាយដែរថាគ្រូទាយម្ដាយថាតាម៉ាក់ថាអីគឺកូនអាចនឹងទៅកាន់បែបហ្នឹងហើយអញ្ចឹងមិនគេជៀសវាងអត់ឲ្យធ្វើការជេរបតិចបដាសាទៅកាន់កូននោះទេអញ្ចឹងយើងចូលទៅដល់ចំណុចទី5វិញគឺជាការដែលយើងនឹងធ្វើការ visualization ធ្វើការសម័យដូចទៅនឹងចំណុចដែលយើងបានលើកឡើងនៅក្បាលដំបូងអញ្ចឹងគឺយើងធ្វើការគិតថាខ្លួនឯងហ្នឹងកំពុងតែមើលនៅកុនខ្នាតធំមួយហើយខ្លួនរបស់យើងហ្នឹងគឺជាតួអង្គយករូបភាពណាមួយដែលយើងចង់បានធ្វើការដាក់វានៅក្នុងចិត្តស្មារតីសម្បញ្ញៈ subconscious mind របស់យើងអនុសម្បញ្ញៈរបស់យើងហើយធ្វើការដំណើរខ្លួនរបស់យើងនឹងទៅតាមអ្វីដែលយើងចង់បានធ្វើការស្រមើស្រមៃចាប់រូបភាពនៃអ្វីដែលអ្នកចង់បានឲ្យច្បាស់ហើយចាប់ទុកអ្នកជាតួអង្គនៅក្នុងរូបភាពនោះផងដែរហើយជឿទៅលើចក្រវាឡថាអ្នកនឹងអាចសម្រាប់វាបានហើយសម្រាប់ចំណុចទី6វិញគឺជាការដឹងគុណបើកផ្លូវឲ្យពោទៅកាន់ខ្លួនឯងបើកទ្វារទទួលយកនៅអ្វីដែលអ្នកចង់បានប្រើអារម្មណ៍មួយថាអ្នកបានវារួចហើយអ្វីដែលអ្នក visualize មិញហ្នឹងគឺអ្នកបានវារួចហើយផ្ទះនៅក្នុងក្តីស្រមៃឬក៏សុខភាពដែលយើងចង់បានធ្វើការអរគុណថាអរគុណដល់សុខភាពរបស់ខ្ញុំដែលពោពេញទៅដោយភាពរឹងមាំពោពេញទៅដោយកម្លាំងមាំមួនអរគុណឡានដែលខ្ញុំជិះអរគុណស្បែកជើងដែលខ្ញុំពាក់ផ្ទះដែលជួយឃុំក្រងគ្រួសារមួយនេះដែលពោពេញទៅដោយសេចក្តីសុខភាពរីករាយសុខភាពគ្រប់បែបយ៉ាងដែលចូលមកកាន់ជីវិតរបស់យើងនេះហើយធ្វើការអរគុណធ្វើការ visualize បែបនេះជារៀងរាល់ថ្ងៃរយៈពេល21ថ្ងៃ90ថ្ងៃលោកអ្នកនឹងទទួលបាននៅ magical ទៅតាមអ្វីដែលជា magical speech របស់លោកអ្នក
សម្រាប់ចំណុចទី7វិញគឺធ្វើការជឿជាក់ទៅលើអ្វីដែលយើងអរគុណអ្វីដែលយើង visualize នេះហើយទុកឲ្យពេលវេលាទុកចក្រវាលនឹងធ្វើការចាប់រៀងធ្វើការផ្ដល់ឲ្យយើងទៅតាមពេលវេលាណាមួយដែលយើងគួរនឹងទទួលបានស្របទៅនឹងអ្វីដែលជាបំណងប្រាថ្នារបស់យើងធ្វើបែបនេះជារៀងរាល់ថ្ងៃហើយយើងប្រឡែងវាយើងធ្វើនៅសកម្មភាពប្រចាំថ្ងៃរបស់យើងជាទៀងទាត់ធ្វើសកម្មភាពផ្សេងៗដែលយើងធ្វើជាប្រចាំថ្ងៃហ្នឹងដូចគ្នាជាធម្មតាមិនមែនដេកចាំទទួលយកលទ្ធផលទេណាសម្រាប់ជាចំណុចចុងក្រោយនៃសៀវភៅនេះអ្នកនិពន្ធចង់ឲ្យយើងដឹងអំពីចំណុចមួយដែលតកតងទៅនឹងចក្រវាលគឺតែងតែស្ដាប់នៅបំណងប្រាថ្នារបស់យើងគឺជាភាសានៃអារម្មណ៍គឺជាសញ្ញាគឺជាពាក្យពេចន៍ដែលពោពេញទៅដោយអំណាចគឺជាការដែលយើងនឹងដាក់នៅអ្វីដល់នៅចំណុចអ្វីចូលទៅកាន់ជីនីរបស់យើងអនុសម្បញ្ញៈរបស់យើង emotional របស់យើង vibration របស់យើងការដឹងគុណគឺជាការតាក់ទាញនៅពរជ័យកាន់តែឆាប់ខិតចូលមកកាន់ខ្លួនរបស់យើងសកម្មភាពវាគឺជាម៉ាស៊ីនរបស់រ៉ូស៊ីការបម្រើការងារការបម្រើនៅសេវាកម្មផ្សេងវាហាក់បីដូចជាយានជំនិះដែលយើងកំពុងតែប្រើប្រាស់នៅក្នុងការជិះទៅកាន់ទីតាំងគោលដៅដែលយើងបានដើរនៅក្នុង Google Map ឬក៏ road map ឬក៏ផែនទីជីវិតរបស់យើងសៀវភៅនេះអាចថាជាសៀវភៅដែលតាក់ទងទៅនឹងជំនឿប៉ុន្តែវាមិនមែនជាអ្វីដែលមើលឃើញដែលអត់ដែលមានអ្នកគេនិយាយនោះទេវាគឺជាច្បាប់មួយដែលយើងអាចស្វែងរកបាននៅតាមបណ្ដា social media YouTube Facebook ជាច្រើនដែលមនុស្សជោគជ័យជាពិសេសគឺមនុស្សជោគជ័យនៅប្រទេសនៅកាន់ពិភពលោកដែលកំពុងតែមានភាពរីកចម្រើនយ៉ាងខ្លាំងហ្នឹងគឺគេជឿរឹតតែខ្លាំងជាងប្រទេសកម្ពុជាយើងទៀតដែលប្រទេសកម្ពុជាយើងផងដែរក៏មានជនដែលល្បីៗជាច្រើនគាត់ចេញមកធ្វើការបកស្រាយសូម្បីតែអ្នកអង្គការធំក៏គាត់ធ្លាប់ធ្វើការនិយាយមួយចំនួនតាក់ទងនឹងជំនឿតាក់ទងនឹងភាសាវិជ្ជមានចំពោះខ្លួនឯងហើយចំណុចនេះដែរមិនមែនសភៅនេះក៏ដូចជាអ្នកអង្គការក៏ដូចជាមហាសេដ្ឋីលើពិភពលោកហ្នឹងគាត់ឲ្យយើងខ្ជិលហើយយើងគិតតែពីសម័យនោះទេចំណុចសំខាន់គឺជាឧបករណ៍គឺជាយានជំនិះគឺជាមុខរបរអាជីវកម្មការរកស៊ីឬក៏ការបម្រើសេវាកម្មរបស់យើងហ្នឹងដើម្បីឆ្ពោះទៅកាន់ទីតាំងគោលដៅដែលយើងបានដើរនោះផងដែរហើយចំណុចសំខាន់បំផុតនៅក្នុងសៀវភៅនេះគឺជាភាសាចក្រវាឡគឺជាសារដែលអ្នកបានផ្ញើទៅកាន់ចក្រវាឡនោះគឺត្រូវតែមានភាពច្បាស់លាស់ហើយនឹងមានភាពទៀងទាត់ហើយប្រើប្រាស់នៅមធ្យោបាយដែលអ្នកឆ្ពោះទៅកាន់អ្វីដែលអ្នកបានផ្ញើសារទៅកាន់ចក្រវាឡនោះផងដែរហើយសូមចាំស្ដាប់នៅសៀវភៅមួយក្បាលទៀតដែលមានចំណងជើងថា The Magic ដែលយើងនឹងធ្វើការបកស្រាយនៅក្នុងអេពីសូតក្រោយៗទៀតសូមអរគុណសម្រាប់ការតាមដានស្ដាប់សូមចុច follow subscribe ដើម្បីទទួលបាននៅវីដេអូទាក់ទងទៅនឹងសៀវភៅថ្មីៗបន្ថែមទៀតសូមអរគុណសម្រាប់ការតាមដានស្ដាប់ជួបគ្នានៅប្រធានបទបន្ត